អ្នកទាំងអស់គ្នាអាចទៅលើ brand Dell អ្នកទាំងអស់គ្នាតែងតែគិតថាជា laptop សម្រាប់ធ្វើការនៅ office ទេត្រូវអត់ប៉ុន្តែថ្ងៃនេះខ្ញុំនឹងមានអីថ្មីមក review ទៅកាន់អ្នកទាំងអស់គ្នាគឺ brand Dell ប៉ុន្តែមកលើកនេះគឺ Dell Gaming វិញម្ដងចង់ដឹងថាវាមានចំណុចអីខ្លះអាចមកតាមដានជាមួយនឹងខ្ញុំបានចឹងទៅលើ brand ដែរយើងតែងតែគិតទៅលើ laptop office ប៉ុន្តែលើកនេះ Dell Gaming វិញម្ដងអញ្ចឹងចំណាយពេល5នាទីជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំនឹង detail លម្អិតទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងបើយើងកន្លែងមកមើល brand មកគ្រឿងនេះវិញគឺការ design របស់គេលើកនេះគឺតាក់ភ្នែកមែនតើដោយសារតែការ design របស់គេមកលើកនេះគឺជាប្រភេទពណ៌ grey អ្នកនរមើលយូរយ៉ាងណាក៏អត់មានអារម្មណ៍ថាសាមភ្នែកដែរគឺកាន់តែមើលយូរគឺកាន់តែមានភាពតាក់ទាញហ្មងហើយអីដែលពិសេសមួយទៀតជាមួយនឹង laptop មួយនេះវាដូចជាមួយនឹង laptop gaming ទូទៅដែរទេគ្រាន់ថាវាមានចំណុចពិសេសមួយទៀតគឺទៅលើតួរបស់វាដោយសារតែការ design ក៏ដូចជាការ develop របស់គេមកលើកនេះគឺវាមានមកជាមួយនឹងប្រភេទសមាសភាព premium មួយអញ្ចឹងការ design រូបរាងតួរបស់គេខាងក្រៅហ្នឹងគឺរឹងមាំមែនតើអ្នកនរគ្នាអញ្ចឹងបើប៉ះចង្កេះតិចតួចក៏ laptop មួយនេះអត់ឆ្កូតដែរអ្នកនរគ្នាព្រោះដោយសារតែតួរបស់គេគឺគេធ្វើមកគឺមានភាពរឹងមាំខ្លាំងមែនតើស័ក្តិសមសម្រាប់អ្នកស្រឡាញ់ brand Dell អីគឺដឹងតែត្រូវមក model មួយនេះចំណុចមួយទៀតដែលអ្នកនរគ្នាត្រូវដឹងហ្នឹងគឺទៅលើ laptop gaming មួយគ្រឿងនេះគឺវាមានទម្ងន់ 2.81 គីឡូក្រាមដោយសារតែទម្ងន់របស់វាប៉ុណ្នេះវាដូចជាមួយនឹង laptop gaming ទូទៅអញ្ចឹងជាមួយនឹងទម្ងន់បែបនេះបើសម្រាប់អ្នកលេង game ឬក៏បង gamer អីគីឡូប៉ុណ្ណឹងខ្ញុំមាននិយាយថាគាត់អត់មកងាយគាត់ដឹងតែពេញចិត្តហ្មងដោយសារ performance របស់វាក៏ខ្លាំងទៅតាមនឹងដែរឥឡូវយើងកន្លែងមកមើលអេក្រង់ laptop មួយនេះវិញម្ដងអេក្រង់របស់វាគឺវាមានទំហំ 15.6 Full HD គឺច្បាស់តែជាក់ភ្នែកមែនតើអ្នកនរគ្នាហើយចំណុចដែលតាក់ទាញមួយវិញទៀតគឺទៅលើ refresh rate របស់ laptop មួយនេះដោយសារតែ refresh rate របស់វាមករហូតដល់ 165 Hz ដល់អញ្ចឹងជួយជំរុញចលនារូបភាពក៏ដូចជាវីដេអូរបស់អ្នកនរគ្នាគឺបានលឿនមែនតើហើយអីដែលសំខាន់ទៀតអ្នកនរគ្នាគឺទៅលើ keyboard របស់វាវិញអ្នកនរគ្នាតែងតែដឹងអីថា laptop ដែលភាគច្រើនកម្រមានភ្លើង RGB ត្រូវអត់ប៉ុន្តែដែលមួយគ្រឿងនេះគឺការ design របស់គេបែបថ្មីហ្នឹងគឺគេមានភ្លើង RGB នៅលើ keyboard អញ្ចឹងវាមានភ្លើង RGB គ្រប់ពណ៌ហ្មងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការសេរីនៅក្នុង setting ដាក់ទៅតាមពណ៌អ្នកនរគ្នាចូលចិត្តបានឥឡូវយើងចូលមកដល់ចំណុចសំខាន់ហើយដែលអ្នកនរគ្នារងចាំអីគឺទៅលើ performance laptop មួយគ្រឿងនេះអញ្ចឹងទៅលើ laptop gaming មួយគ្រឿងនេះទៅលើ spec របស់វាមកជាមួយនឹង CPU Intel Core Ultra 9ហើយអីដែលបន្ថែមទៀតហ្នឹងគឺទៅលើ RAM របស់វាមានទំហំ 16GB ប៉ុន្តែអ្នកនរគ្នាអាច upgrade រហូតដល់ 32GB បានជាមួយនឹង graphic card របស់វាគឺជាប្រភេទ Nvidia GeForce RTX 4068GB អ្នកនរគ្នាហើយបើយើងកន្លែងទៅមើល storage របស់វាវិញគឺវាជាប្រភេទ SSD រហូតដល់ 1TB អញ្ចឹងដាក់ឯកសារក៏ដូចជាលេងហ្គេមធំអីហ្នឹងគឺបានហើយបើសិនជាអ្នកនរគ្នាចង់ធ្វើការផ្លាស់ប្ដូរទៅលើ storage ប្រភេទ M.2 អីក៏វាអាច support បានដែរទៅលើ model មួយនេះអញ្ចឹងបើបងទិញ laptop នេះសម្រាប់ធ្វើការងារប្រចាំថ្ងៃដូចជាការ research មានបច្ចេកធំនៅក្រុមហ៊ុនអីហ្នឹងគឺមួយនេះក៏វាជួយការងាររបស់បងបានដែរដោយសារតែវាមាន graphic ខ្ពស់មែនតើអញ្ចឹងជួយឲ្យការងារបងគឺ smooth មែនតើអត់ចាំបាច់បារម្ភភាពតាក់ទាក់អីណាហើយមួយវិញទៀតសម្រាប់អ្នកដែលចូលចិត្តលេង game ធំដូចជា game PUBG ឬក៏ game ដែលមាន graphic អីធំក៏ដូចជា graphic ដែលខ្ពស់អីហ្នឹងក៏វាជួយជំរុញឲ្យកាន់តែ smooth ដែរអ្នកនរគ្នាអញ្ចឹងសម្រាប់ laptop model មួយនេះអ្នកទាំងអស់គ្នាអាចរកបាននៅ website PTC Computer